ខ្មែរតែមួយអនាគតតែមួយរួមគ្នាលើកស្ទួយជួយជាតិខែមរាខ្មែរពូជអ្នកជាសំដោះមេត្តាតាមពងសាវតាពិតជាល្អថ្លាថ្លៃបាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់នៅក្នុងថ្ងៃនេះគឺថាមូលនិធិក៏ដូចជាគ្រប់នៅក្នុងមិត្តភាពរបស់ខ្ញុំបាទមិត្តភក្តិម្នាក់ខ្លៅភូមិទាំងស្មាច់ព្រមទាំងប្រិយតារៀមទាំងអស់ព្រមទាំងសម្លាញ់ណូកដែលជាអ្នកថតនោះក៏បាននិយាយថាផ្ដើមផ្ដួចផ្ដើមដើម្បីគៀងកងមិត្តភក្តិម្នាក់ខ្លៅដើម្បីមកសួរសុខទុក្ខអមរីរបស់ខ្ញុំបង្កើតបានលោកនិយាយគុណយប់បព្វជិនរបស់គាត់នឹង90ឆ្នាំទៅហើយអញ្ចឹងគាត់មានសុខភាពនឹងក៏ចាស់ជរាទូលរួមទៅហើយប៉ុន្តែថ្ងៃនេះសូមអរគុណទៅចិត្តមិត្តភក្តិម្នាក់ខ្លៅដែលបានចូលរួមនៅក្នុងការមកសួរសុខទុក្ខនោះក៏បានគៀងកងជាបច្ច័យបាទជាថវិកាចំនួន40,000រៀលដើម្បីមកសួរសុខទុក្ខដល់និយាយអញ្ចឹងសូមអរគុណដល់មិត្តភក្តិទាំងអស់គឺសូមជូនពរអស់លោកទទួលបាននៅសុខភាពល្អកម្លាំងបលាំងមកមួនប្រាថ្នាអ្វីបានសម្រេចជាពិសេសឆ្នាំថ្មីក៏សូមទទួលបាននៅសុខភាពល្អធ្វើការអ្វីបានសម្រេចដូចទំនងបាទអរគុណច្រើនហើយថវិកាទាំងអស់នេះក៏សូមជូនទៅបងស្រីដែលជាកូនរបស់គាត់កើតតែម្ដងណាម៉ែយាយអើយបាទកាន់លុយម៉ែយាយជួលលុយជូនទាំងអស់គ្នាទៅបាទតាមម៉ែណាជូនពរប្រាក់ណាយើងជូនពរម៉ែសុខភាពល្អហើយយើងឲ្យកាន់សម្រាប់គឺថាទុកមកជាមុខទីមកចេញមុខតាមវាគាត់មិនដឹងថាស្គាល់ទៅយើងបានទេបងទៅយើងអរគុណច្រើនបងប្អូនថាយើងមិត្តភក្តិម្នាក់ខ្លៅយើងនៅតែធ្វើតែតែស្រួតជួបជុំជួយជូនកាក់គាត់ខែមន់សណាទៅនេះណាឲ្យបានសុខសប្បាយទាំងអស់គ្នាអាននឹងជាមួយហើយគាត់និយាយជួយយកកន្លះអានចាក់មកបងដែរនិយាយជាមួយដែរប្រានប្រាសាទថ្មទុកជាសាកសីអោខ្មែរប្រុសស្រីចូលចងចាំ